បងប្អូននេះដើមរាក់ណាដើមរាក់នោះមានប្រយោជន៍មួយបងប្អូនកាលលោកមុនខ្ញុំខ្លួនខ្ញុំផ្ទាល់ខ្ញុំឈឺធ្មេញអញ្ចឹងទៅដាក់ថ្នាំក៏មិនបាត់លេបឲ្យបាត់មិនផ្លែឈឺវិញអញ្ចឹងក៏ទៅជួបអ៊ំប្រុសមួយឈ្មោះអ៊ំសាមគាត់ចាស់បុរាណគាត់ដឹងថាអញ្ចឹងអូនឯងយកចូលរាក់ហ្នឹងដាក់ថ្មិញទៅខ្ញុំក៏វាមិនជឿភ័យដែររបស់ហ្នឹងខ្លាចពុលអញ្ចឹងណាហ្នឹងហើយតែអញ្ចឹងទៅខ្ញុំថាបើអញ្ចឹងមែនសូមអ៊ំធ្វើខ្ញុំឃើញមកកាច់មកជាមួយគ្នាអ៊ំគាត់យកដាក់ក្នុងមាត់ផ្លឹបហើយដាក់ចូលក្នុងញីថ្មិញគាត់អញ្ចឹងទៅហើយមួយសន្ទុះមកខ្ញុំក៏នឹកឃើញថាបើគាត់ហ៊ានដាក់អញ្ចឹងក៏ដាក់តាមគាត់ដែរទៅញីថ្មិញដែរសិតតែស្បែកដែលយើងឈឺខ្ទើនោះទៅជាបាត់ហើយក៏ប្រាប់ថាខ្ជាក់ចេញវិញមកក្នុងរយៈពេល10នាទីអីចឹងទៅហើយដុសថ្មិញដាក់ធម្មតាក៏បានជាទៅណាបងប្អូនណាបើរឿងហ្នឹងវាល្អជាបងប្អូនអាចបើព្រឹត្តបានក៏ព្រឹត្តទៅបើមានពេទ្យក៏រកពេទ្យឲ្យត្រឹមត្រូវអញ្ចឹងទៅណាបាទនេះក្នុងករណីដែលខ្ញុំអស់វិធីសាស្ត្របាទសូមអរគុណច្រើន